ប្រឡងបានបន្ទូ100ពេញតែត្រូវម៉ាក់ខឹងទៅវិញហេតុអ្វីម្ដាយម្នាក់នេះស្អប់ពេលឃើញកូនរៀនកូនគេម៉ាក់វាយព្រោះខ្ជិលរៀនតែកូននេះម៉ាក់ខឹងព្រោះរៀនមិនឈប់ជារៀងរាល់ព្រឹកនាងធ្វើរឿងតែមួយគត់គឺអង្គុយរៀនមិនថាពេលញ៉ាំបាយក៏ដោយម្ដាយរបស់នាងគ្មានជំរឿសអ្វីក្រៅពីអស់ដៃនាងចេញហើយបង្ខំឲ្យទៅដើរលេងនៅសួនច្បារទោះបីនាងចង់ទៅរៀនបំពន់ក៏ម៉ាក់នាងមិនយល់ព្រមដែរទោះបីម៉ាក់ខំនាំកូនទៅលេងស្គីដើម្បីបានលំហែខួរក្បាលខ្លះក៏នាងនៅតែលួចយកសៀវភៅទៅអាននៅក្នុងឡានដដែលលេងស្គីបានតែមួយផ្លែតនាងក៏រត់មកកន្លែងសម្រាកដើម្បីអង្គុយរៀនបន្តអ្វីដែលប្លែកនោះគឺពេលនាងប្រឡងបានបន្ទុក100ពេញម្ដាយបែរជាមិនសប្បាយចិត្តទៅវិញព្រោះគាត់យល់ថាការរៀនច្រើនពេកគឺកំពុងបំផ្លាញកុមារភាពរបស់នាងគាត់ថែមទាំងកំពុងលួចសន្សំលុយស្ងាត់ៗដើម្បីបញ្ជូនកូនទៅអូស្ត្រាលីមិនមែនដើម្បីឲ្យកូនរៀនយកសញ្ញាបត្រទេគឺដើម្បីឲ្យកូនចេះដើរលេងខ្លះគាត់ចង់បង្រៀនកូនឲ្យចេះរីករាយនឹងជីវិតប៉ុន្តែកូនស្រីបដិសេធយ៉ាងដាច់អហង្ការព្រោះនាងមានមហិច្ឆតាចង់ក្លាយជាវិជ្ជបណ្ឌិតឬមេធាវីនៅប្រទេសកូរ៉េរឿងកម្រណាស់តែម៉ាក់ត្រូវអង្វរកូនឲ្យឈប់រៀនរវាងអនាគតការងារនិងការរីករាយនៅក្នុងជីវិតតើមួយណាអ្នកឲ្យតម្លៃជាងកុំភ្លេចខមមិននៅខាងក្រោម